កន្លងមកគឺសមាគមសហគ្រិនស្ត្រីកម្ពុជាគឺតែងតែមានចក្ខុវិស័យនៅក្នុងការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រីនៅក្នុងភាពជាអ្នកដឹកនាំនិងអាជីវកម្មដែលមានចីរភាពការដែលសមាគមសហគ្រិនស្ត្រីកម្ពុជាបង្កើតកម្មវិធីនៅក្នុងថ្ងៃនេះឡើងមកក៏ដើម្បីលើកកម្ពស់ដល់អាជីវកម្មរបស់សហគ្រិនស្ត្រីដែលនៅក្នុងសេដ្ឋកិច្ចបៃតងផងដែរអាជីវកម្មនៅក្នុងសេដ្ឋកិច្ចបៃតងគឺដូចជាអាជីវកម្មដែលកាត់បន្ថយនៅកាកសំណល់ចូលរួមជំរុញទៅដល់បរិស្ថានហើយនិងសង្គមផងដែរសម្រាប់សិភៅសគឺជាការចងក្រងដោយស្នាដៃរបស់សមាគមសហគ្រិនស្ត្រីកម្ពុជាដែលយើងកន្លងមកធ្វើបាន4ក្បាលហើយលើកនេះគឺយើងសម្ពោធនៅលើក្បាលទី4ដែលយើងព្យាយាមប្រម៉ែប្រមូលរាល់បញ្ហាប្រឈមរបស់សហគ្រិនស្ត្រីទាំងបណ្ដាខេត្តហើយនិងភ្នំពេញដើម្បីយើងចងក្រងនៅក្នុងសភៅមួយនេះឡើងចាហើយនៅក្នុងសភៅមួយនេះក្រោយពីបានប្រមូលនៅបញ្ហាប្រឈមមកហើយគឺយើងចាប់ផ្ដើមជួបពិភាក្សាជាមួយនឹងស្ថាប័នពាក់ព័ន្ធហើយក៏ដូចជាដៃគូអភិវឌ្ឍន៍របស់សមាគមដើម្បីជួបនិងទទួលបានអនុសាសន៍គោលនយោបាយដើម្បីចងក្រងនៅក្នុងសភៅសមួយនេះផងដែរសូមបញ្ជាក់ផងដែរថាសមាគមសហគ្រិនស្ត្រីកម្ពុជាគឺជាអ្នកតំណាងសម្លេងសហគ្រិនស្ត្រីនៅទូទាំងប្រទេសកម្ពុជាថ្ងៃនេះគឺជាសមិទ្ធផលមួយទៀតដែររបស់សមាគមសហគ្រិនស្ត្រីកម្ពុជាដែលយើងមានបានdigital ហ្នឹងដែលពីមុនគេហៅថាប្រើប្រាស់នាមប័ណ្ណដោយយើងចង់បង្កើតទំនាក់ទំនងគ្នាគឺយើងហុចនាមប័ណ្ណជូនទៅដៃគូរបស់យើងអញ្ចឹងទៅប៉ុន្តែសមាគមសហគ្រិនស្ត្រីកម្ពុជាគឺយើងឈានមកជំហានទៀតដើម្បីធ្វើម៉េចឲ្យសហគ្រិនស្ត្រីទទួលបានបរិយាប័ន្នបច្ចេកវិទ្យាថ្មីគឺយើងប្រើតែប័ណ្ណ digital មួយដែលយើងមាន QR យើងអាច scan ហើយនឹងបង្កើតទំនាក់ទំនងគ្នាទៅវិញទៅមកបានអញ្ចឹងកាត់បន្ថយទៅលើកាកសំណល់ផងដែរដូច្នេះវាត្រូវជាមួយនឹងប្រធានបទរបស់កម្មវិធីថ្ងៃនេះគឺជំរុញសហគ្រិនស្ត្រីនៅក្នុងសេដ្ឋកិច្ចបៃតងសម្រាប់នាងខ្ញុំលើកទឹកចិត្តហើយនឹងជឿជាក់ទៅដល់សហគ្រិនស្ត្រីជាច្រើននៅពេលដែលយើងរួមគ្នាគឺយើងដូចគេហៅថាចង្កឹះមួយបាច់កាច់អត់បាក់អញ្ចឹងហើយនឹងលើកកម្ពស់ដល់សហគ្រិនភាពរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជាហើយក៏ជាអ្នកតំណាងនៅលើឆាកអន្តរជាតិដូចគ្នាហើយបើសិនជាបងដែលជាម្ចាស់អាជីវកម្មដែលជាស្ត្រីយើងមិនបានចូលរួមនៅកម្មវិធីនៅក្នុងឆ្នាំនេះអាចជួបគ្នានៅក្នុងឆ្នាំក្រោយពីព្រោះទិវាសហគ្រិនស្ត្រីកម្ពុជាគឺយើងប្រារព្ធធ្វើនៅថ្ងៃដដែលគឺថ្ងៃទី11ខែវិច្ឆិកាជារៀងរាល់ឆ្នាំចាអរគុណ